ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាយរឿងរបស់ខ្ញុំនៅក្នុងថ្ងៃនេះផងដែរគឺខ្ញុំនឹងមកធ្វើការសម្រាយរឿងមួយដែលមានចំណងជើងថា Bicycle Thief ចោរលួចកង់ដែលចេញនៅក្នុងឆ្នាំ1938ជារឿងរបស់ប្រទេសអ៊ីតាលីក្រោយសម័យសង្គ្រាមលោកលើកទី2ដែលយើងនឹងតាមដានជាមួយនឹងជីវិតរបស់បារម្ភម្នាក់ដែលជាឪពុកក៏ដូចជាកូនរបស់គាត់ផងដែរចង់ដឹងថារឿងចោរលួចកង់នេះមានអត្ថន័យយ៉ាងណាកុំភ្លេចតាមដានមួយខ្ញុំនៅវីដេអូនេះរហូតដល់ចប់ស្អីយើងបានចាប់ផ្ដើមឡើងនៅក្នុងតំបន់មួយទីក្រុងរ៉ូមប្រទេសអ៊ីតាលីដែលកំពុងតែធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្រោយសង្គ្រាមបារម្ភម្នាក់ដែលមានឈ្មោះថា Antonio Ricci គឺជាមេគ្រួសារដែលកំពុងតែអស់សង្ឃឹមក្នុងការរកការងារធ្វើផងដែរក្នុងចំណោមពួកមនុស្សដ៏ច្រើនកុះកុញដែលកំពុងតែរងចាំការងារស្រាប់តែមន្ត្រីម្នាក់បានហៅឈ្មោះ Antonio ហើយផ្ដល់ការងារមួយឲ្យគាត់គឺជាការងារដើរបិទរូបភាពផ្សាយពាណិជ្ជកម្មតាមជញ្ជាំងនៅក្នុងទីក្រុងវាគឺជាការងារដែលផ្ដល់ប្រាក់ខែខ្ពស់ប៉ុន្តែមានលក្ខខណ្ឌដ៏តឹងរ៉ឹងមួយគឺត្រូវតែមានកង់ដើម្បីធ្វើដំណើរចឹងណា Antonio គឺគាត់អត់មានកង់ទេគាត់បានសុំអាប៉ែកនឹងថាចាំពី3ថ្ងៃទៀតបានអត់ប៉ុន្តែគាត់អត់យល់ព្រមទេគាត់ថាបើអត់មានកង់អត់មានការងារធ្វើបើអត់មានកង់ទេគាត់ឲ្យការងារទៅអ្នកផ្សេងហើយ Antonio គឺអត់ដឹងធ្វើម៉េចទេមានតែកុហកគាត់ថាខ្ញុំមានកង់ចាំស្អែកខ្ញុំមកធ្វើការAntonio បានជួបប្រពន្ធរបស់គាត់ឈ្មោះថា Maria ទាំងទឹកមុខសពនគាត់ស្រែកយំខូចចិត្តនឹងដាក់បណ្ដាសាខ្លួនឯងនៅកាត់មកក្រប៉ុន្តែ Maria គឺជាស្ត្រីដែលមានស្មារតីរឹងមាំនិងជួយលើកទឹកចិត្តប្តីរហូតមកនាងសុខចិត្តយកស្រោមពុកដែលជាគេមរតកដែលបានមកពីការរៀបអាពាហ៍ពិពាហ៍របស់នាងនឹងយកទៅលក់ដើម្បីយកលុយមករំលោះកង់មួយគ្រឿងឲ្យ Antonio ធ្វើការងារផងដែរ Antonio សប្បាយចិត្តយ៉ាងខ្លាំងគាត់បានយកកង់នោះដឹកប្រពន្ធរបស់គាត់មកផ្ទះវិញផងដែរនៅក្នុងផ្ទះនោះគឺគាត់មានកូន2នាក់អូនមួយនេះឈ្មោះថា Brunoហើយអូនមួយនេះគឺអត់ដឹងថាឈ្មោះអីទេដោយសារតែបង្កើតថ្ងៃដំបូងនៃការងារក៏បានមកដល់ Antonio បានបិទរូបភាពតារា Hollywood ដ៏ល្បីម្នាក់នៅតាមជញ្ជាំងផ្លូវគាត់កំពុងតែផ្ដោតអារម្មណ៍បិទរូបភាពយ៉ាងជក់ចិត្តស្រាប់តែមានយុវជនម្នាក់ក៏បានលបមកលួចកង់របស់គាត់ហើយគ្នាគេម្នាក់ទៀតធ្វើដើរមកបុកឯណាហើយនេះអាស្ទាយចោល Antonio រត់ដេញតាមដែរនិងព្យាយាមតោងឡានដើម្បីដេញឲ្យទាន់តែចៅនោះបានបាត់ស្មោសុនឈឹង Antonio ក៏បានទៅប្តឹងប៉ូលីសដែរប៉ុន្តែប៉ូលីសហាក់ដូចជាមិនអើពើឡើយដោយប្រាប់ឲ្យគាត់ថាដើរកង់នឹងនៅខ្លួនឯងទៅAntonio ខឹងខ្លាំងមែនតើណាទីក្រុងប៉ុណ្ណាណែខ្ញុំដើររកខ្លួនឯងចូលប៉ូលីសនឹងប្រកាសមកដើម្បីអីនៅពេលដែលល្ងាចឡើងគាត់បានដើរទៅយកកូនរបស់គាត់ដែលទៅចេញពីរៀនហ្នឹង Bruno បានសួរឪពុករបស់ខ្លួនថាប៉ាកង់ទៅណាអរិយប៉ាบอกគេថាអរិយយើងទៅផ្ទះសិនដើរបានមកស្រួល Bruno សួរទៀតប៉ាកង់យើងខូចមែនហើយប៉ាบอกគេក៏បានកុហកទៅថាហ្នឹងហើយកង់របស់យើងបានខូចនិយាយទៅ Bruno គឺជាកូនដែលប្រកាសយាយប្រកាសសួរខ្លាំងមែនតើ Antonio បានទៅរកមិត្តភក្តិរបស់គាត់ម្នាក់ដើម្បីសុំជំនួយមិត្តភក្តិរបស់គាត់ឲ្យទៅរកនៅសារមួយកន្លែងទៅជាសារដែលគេលក់កង់ជជុះធំបំផុតពួកចៅអាចយកទៅលក់នៅទីនោះទៅបន្ទាប់ Antonio និងកូនប្រុស Bruno រួមទាំងមិត្តភក្តិដែរនោះបានដើរពិនិត្យកង់រាប់ពាន់គ្រឿង Antonio ឃើញកង់មួយដែលមានលេខស្តៀងជាមួយនឹងកង់របស់គាត់តែទោះបីជាគាត់មើលយ៉ាងណាក៏កង់នោះមិនមែនជាកង់របស់គាត់ដែររហូតដល់ពួកគេបន្តទៅរកនៅសារមួយទៀតនៅទីនោះ Antonio បានឃើញបរិសុទ្ធចំណាស់ម្នាក់កំពុងតែនិយាយជាមួយយុវជនដែរ Antonio ចាំថាប៉ាក់ហ្នឹងហើយគឺជាចៅ Antonio និង Bruno ដេញតាមពួកគេតែចៅនោះក៏បានជិះកង់រត់ទៅបាត់ទៅបន្សល់ទុកតែបរិសុទ្ធចំណាស់នោះ Antonio ព្យាយាមសួរនាំបរិសុទ្ធចំណាស់នោះនៅក្នុងព្រះវិហារតែគាត់ធ្វើដូចជាមិនដឹងមិនលឺដោយការតស៊ូសួរដេញដោលរហូតបរិសុទ្ធចំណាស់នោះក៏បានប្រាប់អាស័យដ្ឋានទៅកាន់ Antonio ទៅប៉ុន្តែមិនដឹងថាជាការព្រឺអត់ទេដោយសារតែគាត់បានរត់ទៅបាត់ហើយពេល Antonio ដេញតាមគាត់ដល់ខាងក្រៅតាចាស់នឹងក៏បានបាត់ទៅហើយគាត់ក៏បានចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងអារម្មណ៍ខឹងខ្លាំងមែនទែនផ្ទះក៏ភ្លៀង Bruno មួយដែរដោយសារតែ Bruno សួរច្រើនពេក Bruno ខឹងជាមួយឪពុករបស់គេខ្លាំងមែនទែនហើយបានយំសោកយ៉ាងខ្លាំងសួរថាម៉េចប៉ាវាយកូនប៉ុន្តែ Antonio ក៏បានលួងលោមកូនវិញ Bruno គឺគាត់ខឹងប៉ារបស់គាត់ហើយគាត់ក៏បានដើរឆ្ងាយពីប៉ារបស់គាត់ Anthony ដើរនៅចិត្តស្ពានមួយហើយបានប្រាប់ Bruno ថានៅចាំណែកូនប៉ាទៅហៅតាចាស់ក្នុងធ្វើម៉េចបាននៅពេលដែលគាត់បានដើរហោមួយសបកហ្នឹងគាត់ក៏បានឮសំឡេងប្រជាជនស្រែកថាមានក្មេងលងទឹកហើយជួយពួកគេផង Antonio ឮបែបនេះគាត់ស្លោខ្លាំងមែនតើដោយសារគិតថាជាកូនប្រុសរបស់គាត់ក្មេងដែលលងទឹកនោះមិនមែនជា Bruno នោះទេហើយគាត់ក៏បានឃើញ Bruno នៅខាងលើទៅធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងមែនតើហើយក៏ទៅដឹងថាកូនប្រុសរបស់គាត់គឺសំខាន់ជាងកង់ដែលបាត់ទៅឆ្ងាយណាស់ដើម្បីជាការលងលោម Bruno Antonio បានសួរទៅកាន់ Bruno ថាហត់អត់កូនថ្ងៃហ្នឹងហើយឃ្លានអត់ Bruno គឺគាត់បានងក់ក្បាលហើយ Antonio ក៏បានយកលុយដែលនៅសេសសល់បន្តិចបន្តួចហ្នឹងទៅញ៉ាំអាហារនៅក្នុងហាងដ៏ទំនើបមួយគាត់និយាយទាំងអស់សង្ឃឹមថាមានប៉ុន្មានស៊ីប៉ុណ្ណឹងទៅចុងក្រោយគង់ស្លាប់ដែរហ្នឹងដោយដែលគាត់អន្សំហ្នឹងគាត់បាននាំ Bruno ទៅញ៉ាំហើយបានប្រាប់ Bruno ថាកុំឲ្យប្រាប់ម៉ាក់ហេនៅក្នុងហាងពួកគេឃើញគ្រួសារអ្នកមានអាហារពេញតុធ្វើឲ្យ
ពួកគេកាន់តែយល់ច្បាស់ពីភាពខុសគ្នានៃវណ្ណៈនិងភាពក្រីក្ររបស់ខ្លួនហើយបានប្រាប់ប្រូណូថាបើកូនឯងចង់ញ៉ាំច្រើនដូចគេចឹងត្រូវខំហល់លុយនៅចុងបញ្ចប់នៃទទួលទានអាហារនេះអានតូនីយ៉ូដឹងខ្លួនថាបើគេអត់មានកង់ទេគ្រួសារគាត់ក៏จะដាច់បាយហើយចឹងគេត្រូវតែស្វែងរកកង់ដែលចោលលួចនោះទៀតគាត់បានរកឃើញចោលមនុស្សគាត់ដេញតាមចោលរហូតដល់ផ្ទះរបស់វាមែនប៉ុន្តែអ្នកភូមិនៅទីនោះចេញមកការពារចោលនិងចោតអានតូនីយ៉ូនឹងថាគ្មានផុសតាងឯងកុំចេះតែចោតក្មួយគេកូនគេផ្ដេសផ្ដាស់ហើយចោលនឹងវាថែមទាំងធ្វើពុតជាប្រកាច់ត្រិលដើម្បីឲ្យអ្នកភូមិអាណិតប៉ូលីសក៏បានមកដល់ហើយប្រាប់អានតូនីយ៉ូថាគាត់អាចជួយអីបានទេដោយសារតែអានតូនីយ៉ូគឺអត់មានសាក់សីមកជួយហើយសួរនឹងអានតូនីយ៉ូនឹងច្រឡំថាប៉ាក់នឹងគឺជាចោលចឹងណាអានតូនីយ៉ូគឺគាត់ខកចិត្តមែនតើហើយដើរចេញមកវិញទាំងភាពអាម៉ាស់ជាទីបំផុតអ្នកចិត្តខាងនឹងក៏បានចេញមកឌឺគាត់ទៀតផងរហូតដល់គាត់ជាមួយនឹងប្រូណូកូនរបស់គាត់នឹងដើរទៅមុខពហុកន្លងឋានបាល់ទាត់មួយនៅក្នុងទីក្រុងរ៉ូមអង្គុយមើលពីចម្ងាយប៉ុន្តែគាត់បានឃើញកង់រាប់រយគ្រឿងចោតចោលភាពតច្រកបានធ្វើឲ្យអានតូនីយ៉ូគិតរឿងអាក្រក់មួយគាត់បានឲ្យលុយប្រូណូបន្តិចបន្តួចនឹងជិះឡានក្រុងទៅផ្ទះមុនទៅគាត់ក៏សម្រេចចិត្តធ្វើរឿងដែលជារឿងដែលគាត់ស្អប់បំផុតគឺការដែលទៅលួចកង់អ្នកដទៃតនឹងឯងតែសំណាងអាក្រក់គាត់ត្រូវបានគេចាប់បានភ្លាមប្រូណូដែលកំពុងតែឈរនៅទីនោះបានឃើញឪពុករបស់ខ្លួនត្រូវបានគេវាយដំនិងអាចអស់ទៅប៉ប៉លីទៀតផងប្រូណូឃើញឪពុករបស់គាត់បែបហ្នឹងគឺគាត់យំទាំងទឹកភ្នែកស្រែកថាប៉ាដោយឃើញទឹកភ្នែកក្មេងតូចនិងភាពកំសត់នៃគ្រួសារនេះម្ចាស់កង់ក៏កើតចិត្តមេត្តាហើយសម្រេចចិត្តមិនប្តឹងផ្ដាល់អីនោះទេហើយក៏បានអរគុណអ្នកដែលជួយខំតាមអានតូនីយ៉ូនឹងផងដែរអ្នកជួយខ្លះប្រាប់ថាសំណាងឯងជួបអាប៉ានេះជាអ្នកធ្វើបន់បើជួបអញវាចាប់ឲ្យដាក់គុកបាត់ហើយស្អីរឿងបានបញ្ចប់ដោយរូបភាពដ៏ខ្លាចសារបំផុតគឺអានតូនីយ៉ូដើរលេីឡំជាមួយនឹងវងមនុស្សឲ្យមកចុះដោយភាពអាម៉ាស់ជាទីបំផុតចំណែកប្រូណូវិញបានលុកដៃទៅកាន់ដៃឪពុកយ៉ាងណែនដើម្បីផ្ដល់កម្លាំងចិត្តនិងដើរឆ្ពោះទៅផ្ទះទាំងអស់សង្ឃឹមនៅក្នុងជីវិតពេលខ្លះភាពក្រីក្រអាចបង្ខំឲ្យមនុស្សល្អក្លាយជាមនុស្សដែលអាក្រក់បានដូចជាអានតូនីយ៉ូអញ្ចឹងគាត់គឺជាជនរងគ្រោះដែលស្អប់ចោលលុយកង់បំផុតព្រោះវាធ្វើឲ្យគាត់បាត់បង់ការងារប៉ុន្តែចុងក្រោយដោយសារតែភាពតច្រកនិងសម្ពាធគឺគាត់បែរទៅជាលុយកង់គេទៅវិញបាននិយាយអំពីតំណែងរបស់គាត់ជាមួយនឹងប្រូណូវិញទោះបីជាប្រូណូបានឃើញឪពុករបស់គេធ្វើរឿងអាម៉ាស់ដែលលួចកង់គេហើយក៏ដូចជាធ្លាប់តែកាភ្លៀងគេក៏ដោយក៏ចង់បញ្ចប់ប្រូណូនៅតែលុកដៃទៅអោបដៃឪពុករបស់គេយ៉ាងណែនវាបង្ហាញថាការយល់ចិត្តនិងការអភ័យទោសគឺជាកម្លាំងចិត្តតែមួយគត់ដែលជួយឲ្យមនុស្សបន្តរស់នៅក្នុងពិភពលោកដ៏ខ្មៅងងឹតនេះបានរឿងនេះបញ្ចប់ដោយភាពសោកសៅនិងភាពអស់សង្ឃឹមខ្លាំងមែនទែនវាកំសត់ដែរនៅពេលដែលពេលខ្លះអត់អស់ចិត្តមើលនឹងគឺខ្ញុំណែនធងមែនទែនជាមួយនឹងអាឈុតឆាកដែលអានតូនីយ៉ូគាត់ចាប់ចោលបានណាប៉ុន្តែអ្នកភូមិបែរជាកាន់ជើងចោលអញ្ចឹងណាហើយអាឈុតចុងក្រោយនឹងគាត់ត្រូវបានគេចាប់បាននៅពេលដែលគាត់លួចកង់គេចាប់តែកាភ្លៀងគួរណាស់ខ្លាំងមែនទែនអ្វីគ្រប់យ៉ាងនឹងពេលខ្លះគាត់មិនមែនធ្វើដើម្បីខ្លួនឯងទេគឺគាត់ធ្វើដើម្បីគ្រួសារនិងកូនរបស់គាត់នឹងឯងឥឡូវហ្នឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរកុំភ្លេចបញ្ចេញមតិនៅខាងក្រោមផងបើអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like share subscribe ដើម្បីទទួលបានសារភាពយន្តល្អៗទៀតដែលខ្ញុំសម្ដែងសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយ